វីដេអូនេះដែរពិតជាអរគុណដល់បងប្រុសមែនទែនដែលខំស្កាត់តាំងពីខេត្តសៀមរាបក្រោកតាំងពីម៉ោង 4 ហើយមកដល់កសិដ្ឋានរបស់យើងនៅម៉ោង 8 ជាងហើយដើម្បីដកស្រង់បទពិសោធន៍ក៏ដូចជាបច្ចេកទេសមួយចំនួនហើយយើងពិតជានិយាយស្វាគមន៍មែនទែនដែលបងប្រុសខំចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់នឹងឲ្យមកជួបយើងដើម្បីជជែកគ្នាអំពីបច្ចេកទេសមួយចំនួននៃការថែទាំពពែក៏ដូចជាដាំដុះស្មៅសង្ឃឹមថាបងប្រុសនឹងយកទៅអនុវត្តដើម្បីទទួលបានជោគជ័យនៅថ្ងៃមុខអរគុណបាទសុខភាពមេកូននេះល្អហ្នឹងហើយធៀមកើតទាំងអស់អានេះធ្លាក់មកវគ្គក្រោយហ្នឹងសុទ្ធតែអូលំដាប់ខ្ញុំយកបាមកស្អាតដល់ចឹងទៅកាត់ទៅមកស្អាតហ្នឹងធម្មតាបាទបាចូលកូនមកកាត់បាដូចជាគូអញ្ចឹងបាទចុះយើងកើតទៅចេះមិនខែដល់ឈ្មោះនេះហីមួយខែកន្លះបាទហូបទឹកដល់ហើយណាបាទឲ្យវាស៊ីទៅបោហោហៀនេះបាទតែមើលចេញពីប្រពែបងមានអីឆ្ងល់បងអាចសួរខ្ញុំបន្ថែមហើយបើនេះទេយើងទៅមើលកន្លែងដាំស្មៅបន្ថែមហើយពួកនឹងពងធ្វើស្មៅផ្អាប់ដែរនៅនោះអញ្ចឹងណាបាទនេះចាំខ្ញុំអង្គុយសួរបងគាត់ប្រចាំបាទអត់អីចាំអាប់ដេតតាម Telegram ដាក់សំណួរហ្នឹងមកខ្ញុំឆ្លើយមួយមកមួយថ្ងៃរត់បានរយតែមួយថ្ងៃហ្នឹងរត់លើយើងហាត់អីបានបាទឲ្យវាស្គាល់ដោះបន្ទាប់ពីវាកើតមកយើងត្រូវច្របាច់មើលដោះវាថាវាចេញទឹកដោះអត់អញ្ចឹងណាបើអត់យើងមានវិធីចាក់ឲ្យវាឆាប់ចេញទឹកដោះអញ្ចឹងណាវាមានថ្នាំចាក់ឲ្យចេញទឹកដោះមេបើនេះ30 គីឡូ30 គីឡូបាទកូននេះ4 គីឡូជាងឯងកូននេះ4 គីឡូបាទបាទគេមកតិចគេស្អាតហើយវិញល្អជាងមេនេះបាទបាយើងល្អសុខខានបាទរើសបាល្អកូនមកក៏ល្អដែរនោះកូនមកតបពីយើងជជែកគ្នាមួយចំនួននៅបច្ចេកទេសការថែទាំពពែហើយយើងក៏បានបងប្រុសទៅពិនិត្យពីការដាំដុះស្មៅហើយនិងបច្ចេកទេសការដាំដុះស្មៅសម្រាប់ធ្វើជាចំណីពពែក៏ដូចជាគោហើយជាក់ស្ដែងយើងកំពុងតែកិនស្មៅនិងតាមដងបាទ